Baជំរាបសួរហើយសួស្តីកូនៗក៏ដូចជាសិស្សានុសិស្សទាំងអស់នៅថ្ងៃនេះយើងតមេរៀនរបស់យើងសាជាថ្មីម្ដងទៀតដែលថ្ងៃនេះយើងនឹងរៀនអំពីការការពារខ្លួនអំពីឲ្យមានសុវត្ថិភាពបាទការពារខ្លួនឲ្យមានសុវត្ថិភាពបាទនៅក្នុងសង្គមបាទបច្ចុប្បន្នឬក៏សង្គមរស់នៅគឺជៀសមិនផុតទេអំពីការលួងលោមការឆបោកការកេងប្រវ័ញ្ចបាទអំពើអាក្រក់បាទហើយជាពិសេសនៅក្នុងសម័យបច្ចេកវិទ្យាសម័យទំនើបនេះទៀតគឺមានការកេងប្រវ័ញ្ចមានការលួងលោមមានការឆបោកបាទមានការកេងប្រវ័ញ្ចហ្នឹងគឺច្រើននៅតាមប្រព័ន្ធបាទអនឡាញប្រព័ន្ធអ៊ីនធឺណិតបាទអញ្ចឹងដូច្នេះលោកគ្រូសូមលើកយកមេរៀនបាទការការពារខ្លួនឲ្យមានសុវត្ថិភាពនេះយកមកបង្រៀនដល់កូនៗនៅសិស្សានុសិស្សដើម្បីឲ្យដឹងអំពីបាទវិធីសាស្ត្រក៏ដូចជាក្បួនមួយចំនួនដើម្បីការពារខ្លួនឲ្យរួចផុតអំពីបាទមនុស្សអាក្រក់ដែលប៉ាន់ប៉ងមកធ្វើបាបមកលើរូបកូនបាទជាដំបូងលោកគ្រូចង់ឲ្យកូនបានដឹងអំពីបាទមនុស្សដែលប្លែកមុខបាទអញ្ចឹងកូនត្រូវចាំថាមនុស្សដែលប្លែកមុខមនុស្សដែលកូនមិនស្គាល់គឺកូនកុំទៅចិត្តកុំទៅក្បែរបាទពីព្រោះអាចមិនមានសុវត្ថិភាពសម្រាប់កូនបាទមនុស្សអាក្រក់បាទគេនឹងអាចបាទមានសញ្ញាណមួយចំនួនដែលកូនអាចដឹងថាគេគឺជាមនុស្សអាក្រក់ឬក៏មិនល្អគឺគេបាទលួងលោមកូនបាទគេឲ្យកាដូកូនបាទគេឲ្យស្ករគ្រាប់កូនគេឲ្យលុយកូនឬក៏គេឲ្យសម្ភារៈរបស់កូនបាទហើយគេប្រើពាក្យពេចន៍ល្អមកកាន់កូនធ្វើឲ្យកូនជឿស្លុងបាទធ្វើឲ្យកូនជឿស្លុងហើយបន្ទាប់មកនៅពេលដែលកូនជឿជាក់កូនទុកចិត្តហើយគេនឹងចាប់ផ្ដើមបាទកេងចំណេញកេងប្រវ័ញ្ចឬក៏យកកូនបាទធ្វើអាជីវកម្មបាទយកកូនទៅលក់បាទឬក៏ចាប់កូនយកទៅធ្វើអ្វីមួយផ្សេងបាទដើម្បីបានផលលាភឬក៏ប្រាក់ចំណេញដែលគេចង់បានបាទនេះគឺជាសញ្ញាដែលកូនទាំងអស់មានការប្រុងប្រយ័ត្នបាទបើសិនជាឃើញមនុស្សប្លែកមុខបាទដែលកូនមិនស្គាល់សូមជិះឲ្យឆ្ងាយសូមនៅឲ្យឆ្ងាយទៅរកកន្លែងដែលកូនមនុស្សច្រើនណាទៅរកកន្លែងណាដែលកូនស្គាល់អ្នកដទៃណាដែលគេអាចជួយកូនបានគេអាចការពារកូនបានកុំនៅតែឯងកុំនៅជាមួយនឹងមនុស្សប្លែកមុខអសោះបាទនេះគឺជាការបោកបញ្ឆោតការលួងលោមបាទដោយផ្ទាល់តាមរយៈអនឡាញបាទគេនឹងប្រើពាក្យសម្ដីលួងលោមគេនឹងផ្ញើរូបបាទឬក៏គេនឹងផ្ញើជាកាដូជារបស់ផ្សេងបាទក្នុងគោលបំណងដើម្បីឲ្យកូនជឿជាក់ដូចគ្នាក្នុងគោលបំណងដើម្បីឲ្យកូនទុកចិត្តដូចគ្នាបាទក្រោយមកគេនឹងចាប់ផ្ដើមធ្វើសកម្មភាពផ្សេងឬក៏បញ្ជាបង្គាប់ឲ្យកូនធ្វើផ្សេងបាទចឹងធ្វើឲ្យកូនអាចលងខ្លួនឲ្យកូនចាញ់បោកនៅក្នុងការបញ្ឆោតរបស់ពួកគេហើយក្រោយមកកូននឹងខ្លាចទៅជាជនរងគ្រោះកូននឹងខ្លាចទៅជាមនុស្សដែលត្រូវបានគេបាទកេងប្រវ័ញ្ចឬក៏គេបោកបញ្ឆោតបាទអញ្ចឹងមានចំណុចប៉ុណ្ណេះដែលជាសញ្ញាណាបាទទី1គឺមនុស្សប្លែកមុខសូមនៅឲ្យឆ្ងាយបាទកុំនៅជិតគេបាទហើយក៏កុំទទួលយករបស់បាទដែលជាកាដូរបស់គេពីជនដែលមិនស្គាល់មុខព្រោះគេអាចដាក់ថ្នាំនៅនឹងរបស់នៅនឹងកាដូនោះហើយអាចធ្វើឲ្យកូនមានបញ្ហាឬក៏មានគ្រោះថ្នាក់បាទវិធីដោះស្រាយសូមកូនរាយការណ៍បាទទៅប៉ាម៉ាក់កូនទៅមនុស្សដែលកូនស្គាល់លោកយាយលោកតាណាទៅលោកគ្រូអ្នកគ្រូបាទហើយនៅឲ្យឆ្ងាយវិធីសាស្ត្រមួយទៀតគឺនៅឲ្យឆ្ងាយពីជនមិនស្គាល់មុខបាទហើយវិធីសាស្ត្រទី3កូនកុំទទួលកាដូបាទពីជនមិនស្គាល់មុខទាំងអស់បាទហើយជាពិសេសហ្នឹងគឺកុំចាញ់បោកពាក្យលួងលោមបាទត្រូវគិតពិចារណាពាក្យរបស់ពួកគេបាទហើយលោកគ្រូមានប៉ុណ្ណេះបាទមេរៀនរបស់យើងហើយសង្ឃឹមថាកូនទាំងអស់
បានមើលវីដេអូនេះហើយមានការប្រុងប្រយ័ត្នខ្លួនបាននៅឲ្យឆ្ងាយពីជនមិនស្គាល់មុខហើយកុំទទួលកាដូរបស់គេបាទកុំជឿពាក្យលួងលោមឲ្យគេបាទរត់ឲ្យឆ្ងាយពីការនេះទៅកាន់បាម៉ាក់ឬក៏លោកតាលោកយាយលោកគ្រូអ្នកគ្រូឬក៏មនុស្សដែលកូនបានស្គាល់អរគុណកូនៗទាំងអស់គ្នា